ពីសម័យអង្គរខ្មែរយើងក៏រៀបផែនដីតាមមធ្យោបាយនេះដែរបាទយើងបន្តឯកសារតទៅទៀតនៅសម័យកាលដំណាលនោះមានព្រះរាជាមួយអង្គព្រះនាមព្រះរាមៈសោយរាជនៅនគរពារាណសីដែលសពថ្ងៃប្រើឈ្មោះថាក្រុងបេណារ៉េសនៅក្នុងប្រទេសឥណ្ឌាព្រះបាទរាមៈក៏កើតឃ្លួងពេញព្រះកាយស្ដេចដាក់រាជថ្វាយបុត្រាច្បងហើយក៏នាំបរិពារចេញពីនគរទៅនៅជើងព្រៃហេមពៀនស្ដេចសោយផ្លែឈើគ្រប់មុខស្រាប់តែចំផ្លែឈើមួយយ៉ាងបណ្ដាលឲ្យជាសះស្បើយពីរោគឃ្លួងដូចដើមឡើងវិញហើយក៏ចេះតែត្រាច់រង្គាត់ឆ្ងាយទៅជួបនឹងព្រះនាងពាក្យាព្រះអង្គជួយព្យាបាលព្រះនាងពាក្យាបានជាសះស្បើយហើយក៏លួចរួមសម្ពុងមនោរស់នឹងគ្នាជាស្វាមីភរិយាមិនដឹងជាហេតុអ្វីថ្ងៃមួយស្រាប់តែព្រះអង្គនាំព្រះនាងរត់ចេញពីអាស្រមដើរតាមគន្លងជើងខ្លាដ៏ធំសម្បើមមួយដែលបង្ហាញដាននៅជុំវិញអាស្រមហើយដាននោះចេញពីអាស្រមទៅរហូតទៅដល់ព្រៃធំមួយដុះដោយដើមកោលៈពេញព្រៃទើបបាត់ដានជើងខ្លាដ៏ធំនោះទៅព្រះបាទរាមៈក៏នាំទាំងខាងបរិវារពារាណសីទាំងខាងបរិវារកបិលពស្តុដែលតាមដង្ហែព្រះអង្គមកជាមួយនោះមកសាងបានជានគរថ្មីមួយទៀតនៅក្នុងព្រៃកោលៈនោះហើយថ្វាយនាមទឹកដីនោះថាដែនដីកោលៈនគរមានន័យថាទឹកដីនៅក្នុងព្រៃកោលៈដែលសពថ្ងៃនេះคล้ายទៅជាតំបន់នេអូកាលីចំណែកទីក្រុងនៃនគរនោះដំបូងគ្រាន់តែជាក្រៀមមួយកន្លែងឬក៏ជនបទមួយកន្លែងដែលព្រះរាមៈគង់នៅទើបបានជាទីនោះមានឈ្មោះថារាមក្រៀមទោះបីជាក្រោយមកជនបទនោះคล้ายទៅជានគរធំក៏ដោយក៏នៅតែមានឈ្មោះថារាមក្រៀមដូចដើមដដែលទើបបានជានគរថ្មីនេះមានឈ្មោះថារាមក្រៀមមានន័យថាជនបទនៃព្រះបាទរាមៈឬក៏នគរកោលយៈក៏បានវង្សក្សត្រក្នុងនគរថ្មីនេះមានឈ្មោះថាកោលយៈវង្សក្រោយមកនគរកោលយៈនេះបានបែកចេញជាពីរផ្នែកគឺនគរកោលយៈខាងក្រុងរាមក្រៀមឬក្រុងកោលយៈមួយនិងនគរកោលយៈខាងក្រុងទេវកហៈមួយរាជវង្សនៅទីនេះដើមឡើយមានឈ្មោះថាកោលយៈវង្សតែម្យ៉ាងទេទំនងជាមានក្សត្រខាងសាខ្យវង្សញាតិរបស់ព្រះនាងពាក្យាបានសាងក្រុងទេវកហៈថ្មីនេះទើបបានជានៅទេវកហៈមានប្រកាន់វង្សពីរផ្នែកតទៅទៀតគឺទេវកហៈខាងសាខ្យវង្សនិងទេវកហៈខាងកោលយៈវង្សលោកវិមលចារណលៈអះអាងថាពាក្យរាជធានីរាមក្រៀមនិងទីក្រុងទេវកហៈនេះសឹងតែជារាជធានីរបស់កោលយៈតែមួយទេក៏ប៉ុន្តែព្រះញាតិវង្សរបស់ព្រះសមណគោតមសឹងតែជាក្សត្រខាងទេវកហៈសាខ្យវង្សទៅវិញអំពីទំនៀមផ្សេងនៅក្នុងគម្ពីរវេទរបស់ពួកអរិយកៈអារយ៉ាងហាមដាច់ខាតមិនឲ្យបងប្អូនបង្កើតយកគ្នាជាប្តីប្រពន្ធក៏ប៉ុន្តែអធិមេនៈរបស់វណ្ណៈក្សត្រតែងប្រកាន់ជាប់ជានិច្ចគឺមិនយកមនុស្សក្នុងវណ្ណៈផ្សេងមិនយកពូជរាស្ត្រឬពូជក្រៅវង្សមកធ្វើជាស្វាមីភរិយាទេទី1កុំឲ្យបែកទ្រព្យទី2ដើម្បីរក្សាសារៈលោហិតខត្តយៈជាតិគឺរក្សាឈាមជរអំបូរក្សត្រឲ្យបានគង់វង្សផងទើបបានជាអរិយធម៌នេះមានក្សត្រាក្សត្រីបងប្អូនក្នុងវង្សបានយកគ្នាជាស្វាមីភរិយាជារៀងមកទំនៀមមួយទៀតគេសង្កេតឃើញថាបន្ទាប់ពីព្រះបាទរាមៈជំរិតព្រះនាងពាក្យាចេញពីសាខ្យវង្សមកក៏ស្រាប់តែជាប់ទំនៀមក្សត្រាក្រោយខាងកោលយៈវង្សក៏តែងតែទៅជំរិតយកក្សត្រីក្រមុំពីខាងសាខ្យវង្សមកអភិសេកជាយាទេពីឬជាមហេសីពុំឈប់ឈរឬមួយក៏ចំនួននោះក្សត្រនគរទាំងឡាយប្រកាន់វង្សពេកទើបបានជាមានការជំរិតគ្នាដូច្នេះម្យ៉ាងទៀតកាលនោះពិធីជំរិតគ្នានៅចម្ពោះទ្វីបនេះគេរាប់ថាជាមង្គលល្អម្យ៉ាងរបស់គូស្នេហាផងទើបបានជាคล้ายទៅជាប្រពៃណីរបស់ក្សត្រាខាងកោលយៈវង្សតែម្ដងទៅបងប្អូនរួមជាតិនិងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនៅអាទិត្យក្រោយខ្ញុំបាទនឹងរៀបរាប់បន្តអំពីទីក្រុងទាំងឡាយដែលមាននៅក្នុងចម្ពោះទ្វីបក្នុងសម័យពុទ្ធប្រវត្តិមកជម្រាបបងប្អូនជាបន្តទៅទៀតសូមអរគុណដល់ការយកចិត្តទុកដាក់ស្ដាប់របស់បងប្អូនពីខ្ញុំមីសូភីវិទ្យុខ្មែរពិភពលោកទីក្រុងលីយ៉ុងប្រទេសបារាំង